ទាំងនេះគឺជាសកម្មភាពដែលពួកយើងធ្វើដំណើរទៅកាន់ឯក្នុងសំពៅដែលស្ថិតនៅក្នុងសហគមន៍ក្នុងផ្សារហើយពួកយើងទៅនោះគឺចំមេឃព្យុះតែម្ដងហើយទៅក្នុងរយៈពេល2យប់3ថ្ងៃហើយមកនៅគ្នាភ្លៀងតាមផ្លូវរហូតហើយមកនេះចំមេឃព្យុះសំណាងហើយយើងមកអត់ចំពេលព្យុះធំហើយទេសភាពតាមដងផ្លូវដូចគ្នាបានឃើញចឹងតោះរីករាយតាមដានវីដេអូរបស់ខ្ញុំដូចតទៅយ៉ាសគ្នាឥឡូវនេះគឺយើងចាប់ផ្ដើមរៀបចំមកដល់កន្លែងជើងភ្នំឯងដើម្បីឡើងទៅកាន់ក្នុងផ្សារហើយគ្នាយើងពួកគាត់កំពុងតែចោះឈ្មោះទិញសមុទ្រគឺតាមទៅតែនប្រេងបើឡើងទៅចាំអត់មានទៅជិះទេតាមផ្លូវវាទុករហូតទៅអ្នកគ្នាបទពិសោធន៍ថ្មីដែលយើងធ្វើមកទៅកាន់ក្នុងផ្សារហើយខ្ញុំជ្រើសរើសយកផ្លូវពីរួមខ្ញុំជ្រើសរើសយកផ្លូវព្រៃដើមមកគឺស្ថិតតែមេឃភ្លៀងចេះបើយើងដើរផ្លូវឈូសដល់អត់កើតទេយើងដើរតាមផ្លូវព្រៃវាស្រួលជាងហើយផ្លូវឈូសដូចថាចេះរៀងល្អលភ្លៀងចេះប្រហែលជាល្អលហើយឬក៏អាចវារៀងប្រប៉ាច់ចឹងបើផ្លូវព្រៃអត់អីទេអ្នកគ្នាដូចខ្ញុំមកដើរចេះហើយតាមផ្លូវធ្វើដំណើរទៅកាន់ឯក្នុងផ្សារគឺអត់ពិបាកទេខាងសហគមន៍មួយគាត់រៀបចំមកបានយ៉ាងល្អហើយដូចជាស្ពាននេះអញ្ចឹងប៉ុន្តែឃើញប្រហែលថ្ងៃមុនខាងគេទៅខាងក្រោយលើក្រោយនេះឃើញទឹកលិចអស់ហើយកន្លែងស្ពានហ្នឹងទឹកលិចហើយឆ្លងមាត់កៅតែអ្នកខ្លះក៏ជាប់នោះហ្នឹងទៅហើយយើងដើរចេះទៅអ្នកគ្នាតាមពិតផ្លូវទៅកាន់ក្នុងផ្សារគឺអត់ពិបាកទេយើងស្រួលដើរទៅសម្បីតឡើងអីក៏វាមិនសូវជាពិបាកប្រហែលដែរវាគ្រាន់តែល្អបន្តិចទេបើសិនជាយើងពាក់បិជើងដែលមានកន្លាវាស្រួលឡើងហ្មងហើយការធ្វើដំណើរគឺយើងដើរឈប់ទៅដើម្បីសម្រាប់កុំឲ្យយើងវាហត់ពេកហើយខ្ញុំមកនេះដោយសារតែបានភ្លៀងលំតិចឬក៏ភ្លៀងស្រេចមករហូតអញ្ចឹងខ្ញុំដើរអត់សូវហត់ទេហើយយើងដើរអញ្ចឹងទៅនៅគ្នាមើលទេសភាពស្រូបយកខ្យល់បញ្ញាកាសបរិសុទ្ធអានេះគឺជាអុកស៊ីហ្សែន 100% ហ្មងហើយខ្ញុំស្រឡាញ់ទិដ្ឋភាពបែបហ្នឹងណាពេលយើងដើរក្នុងព្រៃមានពលឺចូលតិចអញ្ចឹងហើយដើរមើលឃើញទេសភាពទិដ្ឋភាពដូចជាថ្មដូចជារុក្ខជាតិអីផ្សេងវាផ្ដល់អារម្មណ៍មួយដែលរីករាយខ្លាំងមែនទែនហើយយើងបានមកដល់ឯគេហៅទីតាំងទី3តែនេះបើនិយាយទៅដូចតំណទី3ដែរវាមានតំណមួយយើងសម្រាប់អញ្ចឹងណាហើយយើងដើរនេះយើងអង្គុយលេងជុំគ្នានិយាយពីនេះពីនោះសកម្មភាពធ្វើដំណើរមកវាមិនអីមិនហ្នឹងហើយល្អខ្លាំងមែនទែនដែលមានកន្លែងអង្គុយលេងចេះហើយយើងដើរទៅទៀតដែរយើងដើរទៅរហូតហើយមើលទេសភាពមើលជុំវិញស្ដាប់សំឡេងសត្វសំឡេងអីយំវារំពេចអារម្មណ៍ពេលហ្នឹងវារំពេចអារម្មណ៍ឲ្យយើងរីករាយជាមួយនឹងបរិយាកាសបែបហ្នឹងហ្មងហើយចំពោះផ្លូវទៅកាន់ឯក្នុងផ្សារនេះបើជារួមផ្លូវគឺស្តៀងកន្លែងខ្លះគឺស្តៀងក្នុងភ្នំព្រះដែរហើយគ្រាន់តែវារៀងចោតប្រហែលគ្នាគ្រាន់តែក្នុងផ្សារចម្ងាយបើយើងដើរខ្ទង់ទៅ 4.8 គីឡូទេអាចថា 4,800 ម៉ែត្រហើយចម្ងាយពេលនេះវាគួរសមដែរវាអាចឲ្យយើងទទួលបានសុខភាពល្អដូចជាការហាត់ប្រាណមួយផងដែរបើសិនជាភ្នំព្រះដូចជា7គីឡូហើយចង្អៃគុនគូទៅក្នុងផ្សារនេះចិត្តជាងអូខេចិត្តជាងហើយយើងដើរមកដល់កន្លែងតំណមួយទៀតទេក្នុងផ្សារមកឡើយយើងដើរឈប់ដែរហើយយើងដើរបានចង្អៃអែមពេក2គីឡូ600 ម៉ែត្រអែមទេខ្ពស់603 ម៉ែត្រហើយពិសេសហ្នឹងមានកន្លែងអង្គុយលេងកន្លែងដេកលេងអញ្ចឹងណាពេលយើងហត់អីសម្រាប់ទីទៅតែប៉ុន្តែការឡើងភ្នំចេះគេអត់ឲ្យយើងដេកទេហើយម្ដងគេឲ្យយើងអង្គុយចេះតែគ្នាខ្ញុំគឺគាត់ដេកហើយគាត់រៀងមានធំដែរគីឡូគាត់ក៏គីឡូធ្ងន់ដែរហើយសរសើរគាត់តែគាត់ឡើងមកបានណាគីឡូគាត់ខ្ទង់8ដែរគាត់ឡើងមកបានហើយដើរមួយទីស្ពានស្ដាប់សំឡេងសត្វជុំOh my god អូខេអ្នកគ្នាឥឡូវនេះយើងដល់ដំណាក់ទី6ហើយតំបន់ទី6 200 ម៉ែត្រទៀតដល់តែ200 ម៉ែត្រទៀតទេជាក់ខ្លាំងទឹកនេះហើយពួកក្រុមខ្ញុំឡើងយល់ឡើងទៅគឺឈប់យូរដែរឈប់មកកន្លែង10នាទី20នាទីហើយយ៉ាងទៅការធ្វើដំណើរនេះពួកខ្ញុំកំណត់ដូចជាតែ3ម៉ោងទេជាងដើរឡើងទៅ3ម៉ោងទេហើយយើងនៅឈប់នៅអីទៀតទៅប៉ុណ្ណឹងហ
ហើយបើសិនជាយើងអត់ឈប់អាចនឹង2ម៉ោងទៅ2ម៉ោងកន្លះហ្នឹងអីហើយអ្វីដែលយើងដើរឡើងទៅណាហើយដើរនៅនេះដើរទៅរហូតហើយចិត្តដល់ឯនេះខ្ញុំមិនដឹងខ្លួនទេថាដើរចិត្តដល់វាលហើយចេះដើរទៅហត់ផងអីផងដង្កាលដល់ទេហើយមើលចង្ងាយកន្លែងតំណាក់មុននោះឃើញតែប្រហែលតែ200ម៉ែត្រទៀតដល់តែដើរឆ្ងាយខ្លាំងមែនទេហើយឥឡូវនេះគឺដើរមកដល់ហើយគេថានេះ4គីឡូអញ្ចឹងទៅយើងនៅចង្ងាយខ្ទង់5-600ម៉ែត្រទៅដល់ហើយមកដល់ទៅនេះគឺស្អាតខ្លាំងមែនទេវិញូអូវិញូកន្លែងនេះស្អាតវាដូចមានលំភ្លៀងតិចតិចអញ្ចឹងហើយពលឺចូលដូចនៅក្នុងព្រៃអាម៉ាហ្សូនអញ្ចឹងហើយក្នុងគ្នាដាក់ក៏ដៅកាពះម្នាក់មកក្របម្នាក់មកក្របដើម្បីឲ្យតិចតិចព្រោះអីនៅនឹងតិចមេឃភ្លៀងអញ្ចឹងហើយយើងនៅនីវ៉ូខ្ពស់នីវ៉ូដែលយើងកំពុងដើរហ្នឹងអាចខ្ទង់8ទៅ900ម៉ែត្រហើយយើងនៅដើរទៅកាន់ក្នុងសំពើទៀតវាចូល1000ម៉ែត្រជាងហើយតិចយរុំតិចហ្មងហើយក្នុងភាពសុបាយយីរេខ្លាំងណាស់ដល់ពេលដើរមកដល់ចេញវាអញ្ចឹងណាហើយដល់មានអារម្មណ៍ថាភាពនឿយហត់ដែលយើងដើរតាំងពីក្រោមមកហ្នឹងយើងដើរឲ្យឡើងឲ្យប្រឹងទាំងសាច់ដប់ទាំងអីគឺលមូហើយសាច់ដប់នេះលមូចូលនេះហើយតែគ្នាខ្ញុំគឺពួកគាត់សិតតែស្មាត់ដើរហើយអត់ដើរតាមភ្នំទេដើរទៅតាមព្រៃពិសេសតាមព្រៃទន្លេដើរទៅបកត្រីគឺគាត់ដើរចង្ងាយ4-10គីឡូដើរទៅបកត្រីហើយដើរមានដើរធម្មតាទេចង្កាជើងទៅទេហើយនៅបឹងហ្នឹងសិតសបកខ្ចងសបកអីមុតជើងមុតអីហើយអញ្ចឹងទៅជើងគាត់គឺក្រិនវាតាន់អស់អញ្ចឹងដើរចេះវាស៊ីផុយលយ Oh my god Oh my godness ឥឡូវនេះពួកយើងបានមកដល់នៅឯភ្នំក្នុងសំពើហើយភាគច្រើនគឺគេយកច្រឡំថានៅក្នុងសំពើនេះគេហៅថាក្នុងផ្សារតាមពិតអត់ទេនៅនេះគេហៅថាក្នុងសំពើគាត់តែស្ថិតនៅក្នុងសហគមន៍ក្នុងផ្សារអញ្ចឹងណាហើយភ្នំក្នុងផ្សារបើយើងដើរពីក្នុងសំពើនេះចម្ងាយខ្ទង់3គីឡូហើយយើងដើរតាមរាប់មកជួរហ្នឹងទៅឃើញជាសភាពស្អាតតែខ្ញុំអត់បានដើរទៅខ្ញុំពិតជាស្ដាយខ្លាំងមែនទែនដែលអត់បានទៅកាន់ឯក្នុងផ្សារបើមិនជាមានឱកាសក្រោយទៀតខ្ញុំនឹងទៅដល់ក្នុងផ្សារហ្មងហើយយើងដើរតាមពិតទៅផ្លូវដើរហ្នឹងគឺស្អាតណាស់ផ្លូវដើរពីក្នុងសំពើទៅកាន់ក្នុងផ្សារណាប៉ុន្តែស្ដាយខ្លាំងមែនទែនអ្នកគ្នាឃើញហ្នឹងមេឃគឺព្យុះហ្មងហើយខ្ញុំទៅហ្នឹងគឺព្យុះរយៈពេល3ថ្ងៃយល់ខ្ញុំទៅហ្នឹង3ថ្ងៃព្យុះទាំង3ថ្ងៃប៉ុន្តែវាបន្តទៅថ្ងៃបន្តទៀតបើជាថ្ងៃច័ន្ទគៀពុទ្ធរហូតមកដល់អាទិត្យក្រោយនេះគឺឃើញនៅតែព្យុះទៀតឃើញលិចទឹកលិចអីអ្នកដើរអីអ្នកនាំភ្ញៀវអីប្រពេបបាច់បបាឆ្លងអីឃើញវេទនាខ្លាំងមែនអ្នកខ្លះទៅដាច់បាយជាប់ទឹកអីហ្នឹងទៅនៅនឹងមួយថ្ងៃ2ថ្ងៃហ្នឹងហើយអញ្ចឹងទៅវាគួរតែមានការរៀបចំផ្សេងទៀតដើម្បីឲ្យវាមានភាពងាយស្រួលកុំឲ្យមានបញ្ហាអញ្ចឹងកើតឡើងទៀតហើយនៅគ្នានេះទេសភាពធ្វើសបតែវាព្យុះយ៉ាងហ្នឹងតែវាផ្ដល់ឲ្យអាទេសភាពមួយបែបទៀតដែលយើងឃើញហើយវាអូវា fresh ហ្មងហើយពួកយើងមកនេះគឺនឹងសម្រាប់នៅរោងនេះមួយយប់ហើយមកសម្រាប់រោងនេះយ៉ាងពិតរោងនេះគឺគេកក់ក្នុងរោងនេះមានកក់ហើយគេមានម្ចាស់ហើយរោងនេះគ្មានធ្វើស្អីទេគេទៅនេះគឺខាងភ្ញៀវគេអត់មកទេចឹងគឺយើងសម្រាប់ចិត្តថាសម្រាប់នៅរោងនេះទៅចាំស្អីឡើងយើងគិតទៀតយើងមិនខ្វល់ខ្វាយច្រើនទេហើយព្រមឡើងគឺយើងដើរមើលទេសភាពដើរមើលទេសភាពព្រមឡើងលឹមទៀតដើរទៅលឹមទៀតយើងឃើញមានផ្កាចំហួយនេះឃើញចឹង Oh my god ស្អាតនៅនេះគេហៅខ្នងសំពៅហើយនេះគឺជាលើកទី1ដែលខ្ញុំបានមកដល់ឯខ្នងសំពៅខ្ញុំមិនដែលគិតថានៅទីនេះគឺវាស្អាតបែបហ្នឹងទេធ្លាប់តែឃើញវីដេអូគេថតអូស្អាតប៉ុន្តែមកដល់ផ្ទាល់គឺវាស្អាតលើសពីអ្វីដែលខ្ញុំរំពឹងទុកទៀតហើយលក្ខណៈដូចអ្នកឃើញចឹងអាប់ពពកភ្លៀងរលឹមមកលោតហើយខ្ញុំក៏បានមកដល់លើកំពូលខ្នងសំពៅផងដែរហើយឡើងមិញគឺរៀងហត់ដែរដោយសារតែយើងឡើងពីកន្លែងពីក្រោមមកខ្ទង់អាចចន្លោះពី100ម៉ែត្រជាងអញ្ចឹងទៅរៀងទៅដល់ខ្យល់តិចដែរវាហត់ដោយសារលើហ្នឹងវារៀងឃើញតិចចឹងមែនតែមានអារម្មណ៍ថារៀងហប់ហើយលើកំពូលនេះដូចជាកម្ពស់ប្រហែលនេះកម្ពស់ដូចជា1000បើខ្ញុំវកក្នុងចៃម៉ែប1000ម៉ែត្រហ្មងប៉ុន្តែកន្លែងខ្លះគេដាក់1100ម៉ែត្រអីជាងវាតាមហ្នឹងខ្ញុំវាសូវចាក់ស្ដែងដែរសារចៃម៉ែបគឺគេកំណត់កម្ពស់ហ្នឹងតែម្ដងហើយមក
ភ្លៀងទៀតហ្នឹងគ្នាយក rain cover យកមកក្របការពារខ្លាច់សើមពួកអីវ៉ាន់ផ្សេងពួកយើងគឺសើមអស់ហើយស្ទឹកជោគហើយការពារតែរបស់អីវ៉ាន់ដូចសេរីអំពាក់ដូចជា sleeping bag អីរបស់គេអីចឹងយើងការពារកុំឲ្យវាសើមព្រោះអីទៅវាសើមទៅយើងពិបាកគេយប់ឡើងយើងគេអត់លក់ទេហើយសុបាយខ្លាំងវារួមអនុស្សាវរីយ៍នេះគឺវា the best ហ្មងដែលវារួមវាផ្ដល់ memory ឲ្យច្រើនខ្លាំងមែនទែនដែលយើងចងចាំហើយវាសុបាយរួមវាសុបាយបែបហ្នឹងខ្ញុំគិតថាអ្នកគ្នាដែលដើរឡើងភ្នំគួរតែសាកឡើងភ្នំម្ដងទៅដើម្បីឲ្យទទួលបានរសជាតិនៃការឡើងភ្នំថាការឡើងភ្នំវាមិនវាបែបមិនវាទទួលបានអារម្មណ៍ហ្នឹងមិនហើយរួមខ្ញុំរីកមិនអ្នកគ្នាខ្លាំងមែនទែនបើសិនជាឡើងភ្នំម្ដងអ្នកគ្នាថាបើឡើងដល់ពាក់កណ្ដាលភ្នំអ្នកគ្នាប្រកាសជាចង់ទៅផ្ទះវិញហើយប៉ុន្តែបើសិនជាអ្នកគ្នាទៅដល់លើកំពូលភ្នំអ្នកគ្នាច្បាស់ជាអត់ចង់មកវិញទេហើយគ្រប់ភ្នំទាំងអស់ខ្ញុំដិតជាប់ជាងគេគឺភ្នំព្រះអ្វីដែលខ្ញុំស្រឡាញ់ជាងគេគឺភ្នំព្រះប៉ុន្តែនៅទីនេះក៏ដូចគ្នាផងដែរគឺមកអត់ចង់ទៅវិញទេបើសិនជាមានអ៊ីនធឺណិតហើយនៅទីនេះខ្ញុំអាចនឹងមកដេកនៅនេះមួយអាទិត្យអីក៏បានដាក់តង្កដាក់ទីងៀតដាក់ទៅអីមកទៅពងទាអញ្ចឹងទៅហើយមានលុយទិញគេហូបទីជីនៅមួយអាទិត្យ10ថ្ងៃកន្លះខែមួយខែអីក៏បានដែរគឺសុបាយខ្លាំងដែរហើយអ្នកទាំងអស់គ្នាដែលឡើងភ្នំបើសិនជាឡើងម្ដងទៅផ្ទះវិញអត់ដល់2-3ថ្ងៃទេគឺនឹកខ្លាំងមែនទែនហើយមានថាដូចញៀនឡើងភ្នំអញ្ចឹងទៅបានគេថាអត់ឲ្យឡើងភ្នំទេតែឡើងភ្នំទៅញៀនហើយអ្នកដែលស្រឡាញ់ទេសភាពអ្នកដែលចូលចិត្តទេសភាពចូលចិត្តព្រៃភ្នំចូលចិត្តខ្យល់បរិយាកាសបរិសុទ្ធចូលចិត្តអុកស៊ីហ្សែនដែលផ្ដល់ឲ្យយើង 100% វា full ហ្មងអាហ្នឹងបើសិនជាលក់ថ្លៃណាអុកស៊ីហ្សែនដែលបរិសុទ្ធហ្នឹងពួកយើងនៅរងហើយយើងនៅទីក្រុងយើងហត់តែផ្សែងពុលផ្សែងឡានផ្សែងម៉ូតូផ្សែងសិប្បកម្មឧស្សាហកម្មអីហ្នឹងវាអត់ល្អទេអញ្ចឹងទៅយើងមកគួរតែចម្រោះសួតយើងជាមួយនឹងទេសភាពធម្មជាតិនៅឯតំបន់ព្រៃភ្នំដូចជាក្នុងផ្សារនេះចឹងកពស់ខ្ពស់ហើយមានទេសភាពស្អាតហើយវាមានខ្យល់អុកស៊ីហ្សែនបរិសុទ្ធទៀតសម្រាប់ឲ្យយើងដកដង្ហើមចូលក្នុងសួតហើយវាបញ្ចេញមកវាយរុំវាអែមហ្មងវា fresh ហ្មងហើយវីដេអូខ្ញុំក៏ចិត្តដល់មកដល់ទីបញ្ចប់បងដែរហើយនៅគ្នាមើលទេសភាពលេងទៅហើយបើអាចក៏បបួលគ្នាមកទៅ4-5 នាក់អីចឹងទៅមកធីមអីក៏បានដែរ10នាក់20នាក់អីក៏បានដែរនៅគ្នាអាចរៀបទៅនៅកាន់ក្នុងផ្សារនេះហើយបើតម្លៃសបុតអស់តែម្នាក់1រៀលទេហើយនៅគ្នាក៏អាចជួលកាយមួយទៅគាត់អាចយកមួយថ្ងៃ$20ហ្នឹងតាមការជាក់ស្ដែងបើសិនជាអីវ៉ាន់អ្នកគ្នាក៏អាចថ្លឹងគីឡូមួយកាយផងដែរក្នុង1គីឡូគឺ$1ហើយយីរុំអ្នកគ្នាដែលស្រឡាញ់ធម្មជាតិទេសភាពខ្ញុំគួរជារីកមិនខ្លាំងមែនទេដែលឲ្យមកក្នុងផ្សារនេះទី1គឺវាងាយស្រួលហើយមួយទៀតឥឡូវហ្នឹងប្រហែលជាគេមានការរៀបចំឲ្យល្អជាងមុនវាអាចនឹងកាត់បន្ថយហានិភ័យភាគច្រើនដែលអ្នកគ្នានឹងងាយស្រួលឡើងមកទីនេះតាមពិតទៅក្នុងផ្សារនេះជាភ្នំមួយដែលងាយស្រួលជាងគេក្នុងការឡើងដូចឥឡូវនេះគេមានផ្លូវឈូសបើសិនជាអត់ភ្លៀងអត់ព្យុះទេគឺស្រួលឡើងស្រួលឡើងហើយឡើងលឿនទៀតចុះលឿនឡើងទៅលឿនដែរអូខេអ្នកគ្នាបាយបាយជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូតាមភ្នំនៅក្រោយយើងតទៀតនឹងថតឲ្យអ្នកគ្នាបានមើលយីរុំខ្ញុំថតលេខកាត់អីវាមិនសូវស្អាតប្រហែលទេក៏ប៉ុន្តែអ្នកគ្នាអាចមើលឲ្យទទួលយកបានទៅដោយសារតែវាជាលើកដំបូងរបស់ខ្ញុំផងដែរដែលធ្វើវីដេអូបែបនេះហើយខ្ញុំក៏ស្រឡាញ់ឲ្យវីដេអូបែបនេះផងដែរហើយអត់មានភ្លេងមែនទេអ្នកគ្នាខ្លាចជាប់ copyright បាយបាយ